ចូលនៅក្នុងព្រៃនឹងស្ដាគិនកន្លែងដាំឈូកមកព្រៃលយចាំថ្ងៃណាអត់ធ្វើសំណងនាំម៉ាក់ពី3នាក់ចូលព្រៃនឹងលេងនៅហ្នឹងមានដើកកាធាយពុះថ្លាន់ហើយមានស្វាហើយពុះវែកក៏មានដែរនៅនេះស្បូខ្លាំងទៀតយើងឲ្យខាងគ្រឿងចាក់គាត់ចូលកាយព្រៃនឹងចេញហើយយើងពង្រីកដីហ្នឹងដាំឈូកបន្ថែមសាច់ឈូកណាច្រើនអានេះឈូកនៅក្នុងព្រៃវាដុះឡើងតាមព្រៃឈូកនេះស្លឹកវាខ្ពស់នេះរីងគេលេសាលុបគេបូមទឹកចេញចំនេះមានផ្លែទៅនេះផ្លែទុំនេះវ៉ាវផ្លែឈូកទុំហ្នឹងបងនេះដល់ខែប្រមូលឃើញពិតណាបែរសិនអីចាក្របធំហ្នឹងឃើញអត់លយពេញហ្មងតិចទៀតយើងឲ្យវារុញអាព្រៃនឹងចេញអស់ហើយកាយដីបន្ថែមដើម្បីដាំឈូកចឹងបន្ថែមទៀតវ៉ាវខប់ហ្មងតែឥឡូវហ្នឹងយើងកំពុងនេះបាញ់ប៊ីតុងនេះធ្វើផ្ទះឲ្យបុគ្គលិកនៅនេះនិយាយរួមទៅទាំងបុគ្គលិកទាំងកម្មកយនៅបានទាំងអស់យើងមកបន្ទប់មកគ្រួសារមកបន្ទប់គ្រួសារអញ្ចឹងយើងកំពុងធ្វើការបាញ់ប្លង់សេជាន់ទី1អូផ្ទះវែងភាសាកន្លែងយើងដាំឈូកនឹងច្រើនដែរឈូកនឹងយើងផលិតបានមានលក់នៅស្រុកខ្មែរលក់ដែរប៉ុន្តែលក់តែយើងបញ្ជូនទៅក្រៅស្រុកច្រើនអញ្ចឹងណា